គាត់ចូលបន្ទប់ទឹក10 ដងក្នុងមួយថ្ងៃយកក្រដាសមកពូតជាដុំតូចដាក់ក្នុងទឹករួចច្របាច់ទឹកចេញហើយយកថ្នាំដុសធ្មេញមកបិទជាប់គ្នារហូតក្លាយជាដុំធំមួយវាបានក្លាយជាសោសម្រាប់រត់គេចខ្លួនពេលញ៉ាំអាហារឆ្មាំគប់ដោះក្នុងដៃគាត់ក៏ឆ្លៀតឱកាសញ៉ាត់ដុំក្រដាសចូលក្នុងសោពេលឆ្មាំចេញទៅគាត់រុញទ្វារបន្តិចវាក៏បើកទ្វារទី2ជាសោលេខកូដតើត្រូវរកលេខកូដដោយរបៀបណាពេលឃើញទឹកដោះគោគាត់ក៏ញឹមគាត់ជន់ប្រអប់ទឹកដោះគោឲ្យសំប៉ែតរួចបោកយកស្រទាប់ខ្លាខាងក្នុងមកប្រើគាត់យកវាទៅបិទលើសោដើម្បីឲ្យឆ្មាំចុចលេខគាត់ទទួលបានលេខកូដ4ខ្ទង់ទោះបីជាមានលេខ4ខ្ទង់ក៏ដោយប៉ុន្តែវាមានការរៀបចំរហូតដល់24បែបត្រូវមានពេលគ្រប់គ្រាន់ដើម្បីសាកល្បងសំណាងល្អដែលគាត់មានពេលសាកល្បងគ្រប់គ្រាន់តែគាត់មិនទាន់រត់ចេញទេគាត់កែប្រែកម្មវិធីកាមេរ៉ាហើយត្រឡប់ចូលក្នុងបន្ទប់វិញព្រោះនេះគ្រាន់តែជាជំហានដំបូងគាត់ត្រូវដឹងពីចំណុចខ្សោយនៃគុកនេះគឺយានដ្ឋានឡានពន្លត់អគ្គិភ័យទីភ្នាក់ងារស៊ើបការកណ្ដាលបានរកគាត់ឃើញហើយស្នើឲ្យគាត់ទៅសាកល្បងពន្ធនាគារឯកជនដ៏អាថ៌កំបាំងមួយដែលជាកន្លែងឃុំឃាំងប្រព្រឹត្តជនគ្រោះថ្នាក់បំផុតពីជុំវិញពិភពលោកទោះបីជាដឹងថាវាមានគ្រោះថ្នាក់ខ្លាំងក៏ដោយក៏គាត់នៅតែយល់ព្រមទទួលយកការងារនេះដើម្បីប្រាក់រង្វាន់ចំនួន5លាននិងដើម្បីការពារខ្លួនឯងផងដែរថ្មីលោកពូឡុងក៏ត្រូវបានគេតាមដានយ៉ាងឆាប់រហ័សហើយបុរសបាល់ត្រងោលម្នាក់បានចូលមកបង្ករឿងដាក់គាត់លោកពូឡុងក៏បានឃើញហេតុការណ៍នេះក៏បញ្ជាឲ្យកូនចៅធ្វើទារុណកម្មដោយប្រើទឹកភ្លៀងពួកគេបានយកទុយោទឹកសម្ពាធខ្ពស់មកស្ទះមាត់ឡាវបែកដោយសារពូឡុងបានយកនំប៉័ងដែលទំពារួចទៅបិទកាមេរ៉ានោះ
កបន្ទះដែកហើយឡើងតាមផ្លូវរួមក្រោមដីរួចបន្តឡើងតាមបំពង់ទឹកតែពេលឡើងដល់កំពូលហើយបើគម្រប់ចេញមកគាត់ក៏ស្រឡាំងតាំងព្រោះនេះមិនមែនជាអ្វីដែលគាត់គិតឡើងនៅក្រោមដីនេះគឺជាផ្សារទេសចរដ៏ធំមួយគុកនេះកំពុងបើកបរលើសមុទ្រហើយនៅលើដំបូលសុទ្ធតែជាទាហានប្រដាប់អាវុធគាត់អស់សង្ឃឹមហើយក៏ត្រឡប់ក្រោយវិញតែចៃដន្យឲ្យគាត់ទៅប៉ះនឹងសន្ទះទឹកធ្វើឲ្យគាត់ធ្លាក់ចុះមកហើយបន្ទប់ឃុំឃាំងក៏លិចទឹកពួកអ្នកទោសនាំគ្នាត្អូញត្អែតែសំណាងល្អដែលគាត់ឡើងមកទាន់ពេលទើបមិនត្រូវបានឆ្មាំគុកចាប់បានក្នុងភ្នែកគាត់គឺគ្មានចន្លោះប្រហោងសកម្មភាពនេះធ្វើឲ្យប្រធានគុកសង្ស័យតាមពិតគាត់ដឹងពីអត្តសញ្ញាណពិតរបស់លោកឡុងតាំងពីដើមមកមានតែឃុំឃាំងគាត់ទុកទើបជាការធានាសុវត្ថិភាពល្អបំផុតបន្ទាប់មកប្រធានគុកក៏ចាប់ផ្ដើមធ្វើទារុណកម្មឲ្យតែលោកឡុងដេកលក់ឆ្មាំគុកនឹងធ្វើឲ្យមានសម្លេងរំខានឲ្យតែគាត់ងួយគេនឹងទាញគាត់មកវាដំលទ្ធផលគឺគាត់ងួយគេរាល់ថ្ងៃសូម្បីតែដើរក៏អាចដេកលក់ដែរទោះបីជាធ្វើទារុណកម្មបែបនេះក៏ដោយប្រធានគុកនៅតែគិតថាគាត់ជាកត្តាមិនសុវត្ថិភាពទើបសម្រេចចិត្តឃុំឃាំងគាត់ដាច់ដោយឡែកពីគេពេលនេះលោកឡុងភ័យខ្លាចគាត់ប្រញាប់ចរចាជាមួយប្រធានគុកដើម្បីដោះដូរព័ត៌មានយកសេរីភាពគាត់គ្មានជំរឿអ្វីក្រៅពីយកព្រមប៉ុន្តែគាត់មិនដឹងទេថាពូឡុងមានគម្រោងរត់គេចខ្លួនរួចទៅហើយរាល់ពេលញ៉ាំបាយពូឡុងតែងតែលួចធ្វើឧបករណ៍មានកែវពង្រីកពីទឹកមួយដើមកាតុងមួយសន្លឹកនិងបំពង់កែវមួយទៀតដើម្បីធ្វើឧបករណ៍នេះត្រូវបានបង្កើតឡើងដោយការវាស់មុំរវាងកម្រិតទឹកសមុទ្រនិងផ្កាយពោគេអាចដឹងពីរយៈតឹងនិងរយៈបណ្ដោយបានប៉ុន្តែបញ្ហាគឺត្រូវតែឡើងទៅលើនាវាដើម្បីវាស់ដូច្នេះហើយលោកបាយបានពីពាក្យសច្ចាពេទ្យថាគាត់ជាមនុស្សល្អទីបំផុតគ្រូពេទ្យក៏សម្រេចចិត្តជួយយកនោះប្រធានពន្ធនាគារឃើញពូឡុងគូជញ្ជាំងជាកូនម៉ូហើយបកស្រាយថាថ្ងៃស្អែកតំបន់សេនឹងមានការបះបោរគាត់ក៏បញ្ជូនប៉ូលីស3ដងទៅតំបន់សេប៉ុន្តែនេះគឺជាកន្លែងដែលចលាចលខ្លាំងបំផុតគឺតំបន់ A ដែលពូឡុងកំពុងនៅដោយសារខ្វះកម្លាំងប៉ូលីសទីនោះក៏វឹកវរភ្លាមពូឡុងបានលួចពីអ្នកយាម3អ្នកដួលហើយរត់ចូលទៅខាងក្នុងតែបែរជាឃើញកាមេរ៉ាសុវត្ថិភាពគ្រប់កន្លែងដើម្បីកុំឲ្យគេតាមទាន់ពូឡុងបានទាញកាមេរ៉ាចុះហើយមុននឹងដោះវាចេញគេក៏មិនភ្លេចយីដងដាក់ប្រធានពន្ធនាគារដែរបន្ទាប់ពីដឹងថាខ្លួនត្រូវគេបោកបញ្ឆោតប្រធានពន្ធនាគារក៏បានបញ្ជាឲ្យធ្វើការបិទពន្ធនាគារទាំងស្រុងហើយបញ្ជូនអ្នកយាមទៅតាមចាប់ពួកគេក្នុងពេលប្រយុទ្ធគ្នាអាឌឺបានត្រូវគ្របកាំភ្លើងតែសំណាងល្អដែលពូឡុងបិទជាទាន់ពេលទើបមានសុវត្ថិភាពតើពួកគេដឹងទីតាំងពួកគេដោយរបៀបណាពូឡុងដើរមើលជុំវិញក៏ឃើញប្រអប់គួរឲ្យសង្ស័យមួយបើកមើលទៅឃើញជាឧបករណ៍ចាប់សញ្ញាចលនាពូឡុងស្នើទៅកាត់ភ្លើងនៅបន្ទប់ភ្លើងមុនពេលភ្លើងដំណើរការពួកគេមានពេល5វិនាទីដើម្បីបើកសន្ទះទ្វាររត់ចេញគេធ្វើសកម្មភាពភ្លាមតែមានរឿងមិននឹកស្មានដល់អាឌឺត្រូវគ្របម្ដងទៀតដឹងថាខ្លួនអស់សំណាងគេជ្រើសរើសនៅម្នាក់ឯងលើកាំភ្លើងតស៊ូដើម្បីឲ្យឡាវប៉ៃរត់រួចចំណែកជោគវាសនារបស់គេគឺដឹងស្រាប់ហើយនៅម្ខាងទៀតលោកពូឡុងបានមកដល់បន្ទប់ភ្លើងគាត់វាជាងជួសជុលដែលមិនដឹងខ្លួននោះដួលហើយបិទប្រព័ន្ធភ្លើងភ្លាមគុកក៏ងឹតឈឹងលោកបាយឆ្លៀតឱកាសបើកសន្ទះទ្វារឡើងទៅលើនាវាគាត់មកដល់ទាន់ទេក្រោមការការពារពីមិត្តភក្តិគាត់ចូលទៅជិតយន្តហោះបានសម្រេចប៉ុន្តែគាត់មិនទាន់ទៅបានទេព្រោះបងប្អូនមិនទាន់មកដល់ដូច្នេះលោកបាយក៏លើកកាំភ្លើងយន្តឡើងក្រសែភ្នែកគាត់ជួយទៅជួយកាត់ចោលហើយបានទៅលើជាមួយគ្នាលោកពូឡុងត្រូវបានគេឃុំនៅក្នុងបន្ទប់ភ្លើងវាយកពន្ធនាគារព្យាយាមនិយាយយូរដងប៉ុន្តែចម្លែកត្រង់ថាគាត់រកលោកពូឡុងមិនឃើញសោះពេលនេះប្រព័ន្ធចាប់តាមដំណើរការឡើងវិញធំទឹកចាប់ដើមធ្វើការគាត់ស្រាប់តែនឹកឃើញអ្វីមួយមែនហើយនេះគឺជាផែនការចុងក្រោយរបស់លោកពូឡុងផែនការចុងក្រោយធំទឹកចាប់ដើមលាងសម្អាតដោយស្វ័យប្រវត្តិគាត់ហូរតាមទឹកចូលទៅក្នុងសមុទ្រពេលនេះដល់ពេលកំណត់ត្រូវដកថយលោកបាយកំពុងត្រៀមខ្លួនចាក់ចេញស្រាប់តែមានក្បាលមនុស្សផុសចេញពីទឹកគាត់ក៏បញ្ជាឲ្យយន្តហោះចុះទៅទទួលលោកពូឡុងភ្លាមឡើងទៅលើចណ្ដាលយន្តប៉ុន្តែនាយកពន្ធនាគារបានដេញតាមមកដល់លើនាវាហើយបាញ់ប្រហារគាត់យ៉ាងឈួតលីលាក្នុងពេលដ៏គ្រោះថ្នាក់លោកបាយបានបោះកាំភ្លើងខ្លីមួយដាំឲ្យលោកពូឡុងគាត់ចាប់បានយ៉ាងរឹងមាំហើយបាញ់ទៅវិញធ្វើឲ្យជុំវិញនៅពីក្រោយនាយកពន្ធនាគារភ្លាមចេញមកហូបពេញដីអ្នកគ្រប់គ្រងពន្ធនាគារស្គាល់ច្បាស់ណាស់លោកឡុងនិងលោកបាយបានរួចខ្លួនដោយសុវត្ថិភាពមានអ្នកមកទទួលនឹកស្មាននឹងដល់ថាមានម្នាក់មកស្គាល់ច្បាស់ណាស់គឺជាភ្នាក់ងារ CIA ដែលបានធ្វើពួកគេពីមុនតាមពិតនាងគឺជាកូនស្រីរបស់លោកបាយដែលចំណាយលុយច្រើនដើម្បីរកលោកឡុងគឺដើម្បីជួយសង្គ្រោះឪពុករបស់នាងទាំងអស់នេះគឺជាផែនការដែលបានរៀបចំទុកឈ្មោះណាពូទូគឺជាសញ្ញាសម្ងាត់នៃការជួយសង្គ្រោះមិនចម្លែកទេដែលទើបតែចូលពន្ធនាគារលោកបាយក៏មកប្រកួតលោកឡុងញឹមបន្តិចបាទខ្ញុំសង្ឃឹមថានឹងមិនជួបអ្នកទៀតទេឈឺចាប់ណាស់ពីមាត់នាងលោកឡុងបានដឹងថាអ្នកដែលដាក់កំហុសលើគាត់គឺលោកជីនថ្ងៃល្អរបស់គាត់បានបញ្ចប់ហើយលោកជីនឡើងឡានមិននឹកស្មានថាមានអ្នករងចាំយូរហើយដល់ពេលគេខ្លាចអាចឈួត